Bà làសំណួរទី1បាទចូលពោទ្រឹស្ដីស៊ីនេតិកនៃឧស្ម័នអញ្ចឹងសម្រាប់ការពោគឺបងអូនត្រូវពោលឲ្យបាន5ចំណុចបាទអានឹងទៅបានបន្ទុកពេញបាទអញ្ចឹងចំណុចទី1គេចាត់ទុកម៉ូលេគុលឧស្ម័នជាចំណុចរូបធាតុសម្រាប់ចំណុចទី2ម៉ូលេគុលឧស្ម័នធ្វើចលនាឥតឈប់ឈរនិងគ្មានសណ្ដាប់ធ្នាប់ម៉ូលេគុលឧស្ម័នធ្វើចលនាត្រង់ស្មើគ្រប់ទង្គិចរបស់ម៉ូលេគុលឧស្ម័នជាទង្គិចទៀតតម្លៃមធ្យមនៃថាមពលស៊ីនេតិករបស់ម៉ូលេគុលឧស្ម័នអាស្រ័យនឹងសីតុណ្ហភាពឬយើងសេថាសមាត្រនឹងសីតុណ្ហភាពអញ្ចឹងបើប្អូនសរសេរបាន5ចំណុចនេះបានន័យថាបងប្អូនទទួលបានបន្ទុកពេញហើយនៅក្នុងការពោលទ្រឹស្ដីស៊ីនេតិកនៃឧស្ម័នបាទអញ្ចឹងឥឡូវគ្រូចប់បាទសំណួរកហើយឥឡូវចូលដល់សំណួរខវិញអញ្ចឹងសំណួរខតើច្បាប់ទី1 thermodynamic សិក្សាអំពីអ្វីចូលពោលច្បាប់ទី1 thermodynamic បាទអញ្ចឹងច្បាប់ទី1 thermodynamic សិក្សាពីការបំលែងបាទថាមពលកម្ដៅទៅជាថាមពលផ្សេងបាទអញ្ចឹងចប់ច្បាប់ទី1 thermodynamic សិក្សាអំពីអ្វីនឹងហើយយើងបន្តទៀតច្បាប់ទី1
តែមកឌីមិចពោលថាច្បាប់ទី1តែមកឌីណាមិកពោលថាកម្ដៅស្រូបដោយប្រព័ន្ធស្មើនឹងផលបូកបាទកម្មន់ធ្វើដោយប្រព័ន្ធនិងបំរែបំរួលថាមពលក្នុងនៃប្រព័ន្ធបាទចឹងសូមអានឡើងវិញច្បាប់ទី1 thermodynamic បាទសិក្សាអំពីការបំលែងថាមពលកម្ដៅទៅជាថាមពលផ្សេងបាទច្បាប់ទី1 thermodynamic បាទពោលថាកម្ដៅស្រូបដោយប្រព័ន្ធស្មើនឹងផលបូកបាទផលបូកកម្មន់ធ្វើដោយប្រព័ន្ធនិងបំរែបំរួលថាមពលក្នុងរបស់ប្រព័ន្ធបាទអញ្ចឹងសង្ឃឹមថាបងប្អូនបន្ទាប់ពីលោកគ្រូបានសរសេរចម្លើយនៃសំណួរបាទកខនេះគឺបងប្អូនអាចទិញចាំបានហើយបាទយើងអាចទិញវារហូតទៅដល់ប្រឡងបាក់ឌុបបាទព្រោះប្រឡងបាក់ឌុបជាទូទៅគឺចេញនៅក្នុងចម្ពោះទី1បាទចេញនៅក្នុងចម្ពោះទី1បាទច្រើនបាទទាំងសំណួរទាំងលំហាត់បាទអញ្ចឹងជួបលោកគ្រូនៅវីដេអូបន្តទៀតចំណុចទី2គឺការដោះស្រាយលំហាត់បាទ